ពាក្យពិតប្រៀបដូចជាកាហ្វេអញ្ចឹងវាល្វីងបន្តិចមែនតែវាធ្វើឲ្យយើងស្វាងបានចាស់គាត់ផ្ដាំយើងថាកុំលងនឹងសម្ដីពេលខ្លះគេសរសើរយើងស្លាប់ហើយគេបង្អាប់យើងអាចនឹងរស់ពាក្យសរសើរមានពីរផ្លូវគេសរសើរមានការពិតអានឹងគេហៅថាការលើកទឹកចិត្តតែបើអសរសើរហើយលើសពីការពិតអានឹងគេហៅបញ្ចោហើយកន្លែងនឹងក៏គួរតែប្រយ័ត្នមនុស្សខ្លះមិនចូលចិត្តស្ដាប់ពាក្យពិតទេធ្វើខុសហើយចង់ឲ្យគេសរសើរក៏មានដែរគេនិយាយត្រង់ខឹងគេប្រាប់ពីចំណុចខ្វះខាតខឹងគេចោទគេថាប្រកែចាប់កំហុសអីចឹងទៅហើយពេលដែលយើងប្រកាន់ណាគំនិតនឹងកាន់តែយូរទៅមនុស្សនៅជុំវិញខ្លួនយើងគេឡើងហ៊ាននិយាយការពិតហើយអញ្ចឹងយូរទៅមនុស្សជុំវិញខ្លួនយើងសិតតែជាមនុស្សខ្លាំងខ្លាយនិយាយលើកជើងនិយាយបញ្ចោអីចឹងទៅរហូតដល់ថ្ងៃមួយយើងជួបគ្រោះដោយមិនដឹងខ្លួនដោយសារតែអាពាក្យសរសើរខ្វះការពិតនឹងឯងសុភាសិតអឺរ៉ុបមួយគេនិយាយថាថ្ងៃដែលយើងព្រមទទួលយកការពិតជាថ្ងៃដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរនិងអភិវឌ្ឍខ្លួនឯងបើយើងមិនទទួលការពិតទេយើងរកចំណុចខ្វះខាតរបស់ខ្លួនឯងមិនឃើញទេហើយគ្មានថ្ងៃណាដែលយើងរីកចម្រើនទៅមុខទេយើងរស់នៅជាមួយនឹងភាពคล้ายคล้ายយើងរស់នៅជាមួយនឹងដំណើរជីវិតមួយដែលគ្មានការពិតគ្មានថ្ងៃដែលយើងអាចអភិវឌ្ឍទៅមុខបានទេរៀនស្ដាប់ការពិត